រឿងពិតនៃជីវិតបកប្រែដោយឆនអៀម1រឿងពិតនៃជីវិតយើងកំពុងរស់នៅក្នុងពិភពលោកមួយខ្វះតុល្យភាពពិភពលោកនេះមិនមែនជាផ្កាកុលាបដោយដាច់ខាតនោះទេតែវាក៏មិនមែនជាបន្លាទាំងអស់នោះដែរផ្កាកុលាបមានសភ័សទន់ល្មើយមានពណ៌ល្អនិងមានក្លិនក្រអូបមានដើមមានតងពេញដោយបន្លាស្កេះស្កះដែលនៅពីលើនេះមានផ្កាកុលាបកំពុងរីកស្គុះស្គាយដោយសារតែផ្កាកុលាបគេភ្លេចគិតពីបន្លាប៉ុន្តែគេក៏មិនបានបន្ថយតម្លៃផ្កាកុលាបដោយសារតែបន្លានោះដែរចំពោះអ្នកសុតិធិនិយមពិភពលោកនេះគឺជាផ្កាកុលាបយ៉ាងដាច់ខាតចំពោះអ្នកទុតិធិនិយមពិភពលោកនេះគឺជាបន្លាដែលសុទ្ធសាធប៉ុន្តែចំពោះអ្នកប្រាជ្ញនិយមវិញពិភពលោកនេះមិនមែនជាផ្កាកុលាបដ៏ដាច់ខាតនោះទេទាំងមិនមែនជាបន្លាដែលសុទ្ធសាធនោះដែរពិភពលោកនេះសម្បូរពោរពេញទៅដោយផ្កាកុលាបល្អៗហើយនឹងមានបន្លាដ៏មុតស្រួចមនុស្សមានសេចក្តីយល់ដឹងនិងមិនមានចិត្តប្រតិព័ន្ធតែទៅលើសោភ័ណភាពនៃផ្កាកុលាបទេប៉ុន្តែគេនឹងមើលឃើញសម្រស់ផ្កាកុលាបតាមសភាពពិតរបស់វាដោយដឹងច្បាស់នៅចរិតនៃបន្លាគេនឹងមើលឃើញបន្លាទាំងនោះតាមសភាពពិតរបស់វាហើយគេនឹងប្រុងប្រយ័ត្នមិនឲ្យមុតបន្លានោះឡើយបីដូចជាប៉ោនាឡិកាដែលយល់ទៅឆ្វេងទៅស្ដាំជាអចិន្ត្រៃយ៍លក្ខខណ្ឌជាទីប្រាថ្នា4យ៉ាងនិងលក្ខខណ្ឌជាទីមិនប្រាថ្នាទាំង4យ៉ាងតែងកើតមាននៅក្នុងពិភពលោកនេះមនុស្សគ្រប់រូបដោយគ្មានករណីលើកលែងត្រូវប្រឈមមុខចំពោះលក្ខខណ្ឌទាំងឡាយនោះនៅក្នុងដំណើរនៃជីវិតនៃការមួយលក្ខខណ្ឌទាំងឡាយនោះគឺលៀបនិងអលៀបយោនិងអយោសេចក្តីសរសើរនិងសេចក្តីនិន្ទាសុខនិងទុក្ខលៀបនិងអលៀបជាគោលការណ៍អ្នកជំនួញរមែងស្ថិតក្រោមស្ថានភាពទាំងពីរគឺខាតនិងចំណេញវាជារឿងធម្មតាទេគេតែងតែសប្បាយរីករាយកាលណាគេបានលៀបពោលគឺគេបានចំណេញឬបានកម្រៃនៅក្នុងរឿងចំណេញឬកម្រៃនេះផ្ទាល់វាគ្មានអ្វីខុសទេកម្រៃត្រឹមត្រូវឬមិនត្រឹមត្រូវរមែងបង្កើតបានសេចក្តីរីករាយមួយចំនួនដែលមនុស្សធម្មតាទូទៅរមែងស្វែងរកបើគ្មានលក្ខណៈពេលសប្បាយរីករាយទាំងឡាយនេះទេទោះបីជាសប្បាយបណ្ដោះអាសន្នក្តីជីវិតមុខជាគ្មានតម្លៃស័ក្តិសមនឹងរស់នៅទេនៅក្នុងពិភពលោកដ៏ប្រកួតប្រជែងនិងច្របូកច្របល់នេះវាជាការត្រឹមត្រូវដែលមនុស្សត្រូវទទួលសេចក្តីសុខបែបណាមួយដែលញ៉ាំងឲ្យចិត្តឬហឫទ័យរបស់គេរីករាយសុភមង្គលបែបនេះទោះបីជាសេចក្តីសុខលោកីក៏គង់នាំឲ្យមានសុខភាពល្អនិងអាយុយឺនយូរដែរបញ្ហាដែលកើតមានឡើងក្នុងករណីអលៀបវិញមានទិដ្ឋភាពផ្សេងអត្ថប្រយោជន៍ត្រូវបានគេទទួលដោយទឹកមុខញញឹមប៉ុន្តែមិនដូចនោះទេចំពោះអលៀបគឺការខាតបង់អលៀបជាញឹកញយតែនាំទៅដល់សភាពស្រងូតស្រងាត់ផ្លូវចិត្តហើយមានពេលខ្លះទំនោរចិត្តចង់ធ្វើអត្តឃាតបានកើតឡើងកាលណាអលៀបឬការខាតបង់មានសភាពធ្ងន់ធ្ងរមិនអាចទ្រាំទ្របាន ។
គឺនៅក្រោមកលៈទេសៈខ្វះសេចក្តីអនុគ្រោះបែបនោះហើយដែលបុគ្គលត្រូវបង្ហាញសេចក្តីក្លាហានផ្លូវចិត្តខ្ពស់ហើយរក្សាតុល្យភាពផ្លូវចិត្តត្រឹមត្រូវយើងទាំងអស់គ្នាតែងជួបសុភមង្គលនិងអពមង្គលនៅក្នុងដំណើរប្រយុទ្ធដើម្បីជីវិតរស់នៅបុគ្គលត្រូវត្រៀមខ្លួនសម្រាប់រឿងល្អនិងរឿងអាក្រក់ធ្វើបានគ្រប់យ៉ាងទើបមានសេចក្តីទោមនស្សតិចតួចស្ទុយស្ដាងពេលណាមានវត្ថុអ្វីមួយត្រូវបានគេលួចយកទៅបាត់តាមធម្មតាបុគ្គលតែងព្រួយចិត្តប៉ុន្តែបើទោះបីប្រែក្លាយជាមានចិត្តស្រងូតស្រងាត់បុគ្គលក៏នៅតែមិនអាចយកវត្ថុដែលបាត់មកវិញបានដែរបុគ្គលត្រូវពិចារណាវត្ថុដែលបាត់ទៅតាមទស្សនវិជ្ជាបុគ្គលត្រូវប្រកាន់យកឥរិយាបថសប្បុរសដោយគិតថាសេចក្តីត្រូវការរបស់គេធំធេងជាងសេចក្តីត្រូវការរបស់អាត្មាអញសូមជូនពរឲ្យគេបានសេចក្តីសុខសប្បាយទៅចុះនៅក្នុងសម័យកាលព្រះពុទ្ធគង់ធរមាននៅមានស្ត្រីត្រកូលខ្ពស់ម្នាក់កំពុងប្រគេនចង្ហាន់បិណ្ឌបាតដល់ព្រះសិរីបុត្រនិងភិក្ខុសង្ឃមួយចំនួនទៀតក្នុងពេលកំពុងតែបម្រើភិក្ខុសង្ឃស្ត្រីនោះបានទទួលលិខិតមួយប្រាប់ថាមានរឿងអពមង្គលបែបណាមួយបានកើតឡើងប៉ះពាល់ដល់គ្រួសាររបស់នាងដោយគ្មានក្តីទោមនស្សឬក្រឡកចិត្តសោះស្ត្រីនោះបានទុកលិខិតក្នុងផ្នត់ចង្កេះសំពត់ហើយបម្រើភិក្ខុសង្ឃធ្វើហាក់ដូចជាគ្មានរឿងហេតុអ្វីកើតឡើងនៅក្នុងពេលនោះស្ត្រីអ្នកបម្រើម្នាក់ដែលកំពុងតែកាន់ថូទឹកដោះគោដើម្បីប្រគេនដល់ភិក្ខុសង្ឃបានផ្លាត់ជើងរអិលហើយធ្លាក់ថូពីដៃបែកកំពប់ទឹកដោះគោអស់ទៅដោយគិតថាស្ត្រីជាចៅហ្វាយនាយច្បាស់ជាមានអារម្មណ៍សោកស្ដាយចំពោះការបាត់បង់នេះព្រះសិរីបុត្របានលួងលោមស្ត្រីនោះដែលមានពុទ្ធដីកាថាវត្ថុទាំងឡាយដែលផុយស្រួយត្រូវបែកធ្លាយយ៉ាងនេះហើយស្ត្រីជាសិលវតីបានឆ្លើយតបថាផនទេសូមលោកម្ចាស់កុំយកប្រតិទុកដាក់ចំពោះការខូចខាតបន្តិចបន្តួចនេះអីខ្ញុំព្រះករុណាទើបទទួលបានលិខិតមួយប្រាប់ថាមានរឿងអពមង្គលមួយបានកើតឡើងក្នុងគ្រួសារខ្ញុំព្រះករុណាខ្ញុំព្រះករុណាបានទទួលដោយគ្មានក្រឡកទឹកចិត្តទេខ្ញុំព្រះករុណាកំពុងតែបម្រើព្រះអង្គគ្រប់អង្គទោះបីទទួលបានដំណឹងអាក្រក់ក៏ដោយសេចក្តីក្លាហានបែបនេះចេញមកពីស្ត្រីម្នាក់ដ៏អង់អាចដូចនេះត្រូវបានទទួលសេចក្តីកាត់សរសើរយ៉ាងខ្ពង់ខ្ពស់សម័យមួយព្រះពុទ្ធបានយាងស្វែងរកចង្ហាន់បិណ្ឌបាតនៅក្នុងភូមិដោយមានអន្តរាគមន៍រំខានពីមារមានចិត្តបាបព្រះពុទ្ធមិនបានទទួលចង្ហាន់បន្តិចបន្តួចណាសោះនៅពេលដែលមារបានចោទសួរព្រះពុទ្ធដោយពាក្យពោលចំអកលក់លើយថាតើព្រះអង្គឃ្លានចង្ហាន់ឬអត់ព្រះពុទ្ធបានពន្យល់យ៉ាងអឡារឹកនៅឥរិយាបថផ្លូវចិត្តនៃអ្នកទាំងឡាយដែលបានរួចផុតចាកនិរណធម៌ដោយទ្រង់បានឆ្លើយតបថាមនាមាយើងតែងរស់នៅដោយសេចក្តីសប្បាយពួកយើងមិនមាននិរណធម៌ទេយើងជាអ្នកសោយសេចក្តីសុខគឺបីដោយពពួកទេវតានៃឋានទុសិតដូច្នោះនេះឱកាសមួយផ្សេងទៀតព្រះពុទ្ធហើយនឹងសាវកទាំងឡាយរបស់ព្រះអង្គបានគង់ចាំវស្សានៅក្នុងភូមិមួយតាមការនិមន្តរបស់ព្រាហ្មណ៍ម្នាក់ប៉ុន្តែ
ព្រាហ្មណ៍នោះបានភ្លេចឈឹងនៅករណីកិច្ចរបស់គាត់ដើម្បីគិតគូរបម្រើសេចក្តីត្រូវការរបស់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃអស់រយៈពេល3ខែបើទោះជាព្រះមុគលានថេរបានស្ម័គ្រប្រតិស្វែងរកចង្ហាន់តាមរយៈមនោយុទ្ធរបស់លោកក្តីព្រះពុទ្ធក៏ពុំបានត្អូញត្អែអ្វីសោះព្រះអង្គទ្រង់បានសពព្រះតីតែជាមួយអាហាររបស់សេះដែលឈ្មួញសេះម្នាក់បានថ្វាយដល់ព្រះអង្គអលៀបការខាតការបាត់បង់បុគ្គលត្រូវតែខិតខំទ្រាំទ្រដោយសេចក្តីរីករាយនិងដោយសេចក្តីអង់អាចជាមនុស្សជាយថាហេតុគេប្រឈមមុខចំពោះអលៀបទាំងនោះច្រើនតែជាក្រុមឬមិនមែនតែម្នាក់ឯងទេគេត្រូវប្រឈមមុខចំពោះអលៀបទាំងអស់ដោយចិត្តជាឧបេក្ខាហើយចាត់ទុកហេតុការណ៍នេះជាឱកាសមួយដើម្បីបណ្ដុះបណ្ដាលគុណធម៌ដ៏ប្រសើរនោះយើងទាំងអស់គ្នាតែងជួបសុភមង្គលនិងអពមង្គលនៅក្នុងដំណើរប្រយុទ្ធដើម្បីជីវិតរស់នៅបុគ្គលត្រូវត្រៀមខ្លួនសម្រាប់រឿងល្អនិងរឿងអាក្រក់ធ្វើបានយ៉ាងនេះទើបមានសេចក្តីទោមនស្សតិចតួចស្រួចស្ដាងយុនិងអយុយុនិងអយុគឺជាលក្ខខណ្ឌលោកីមួយគូទៀតដែលពិបាកជៀសវាងផុតលក្ខខណ្ឌទាំងនេះប្រឈមមុខយើងនៅក្នុងដំណើរប្រព្រឹត្តទៅនៃជីវិតប្រចាំថ្ងៃរបស់យើងយុឬកិត្តិយសយើងទទួលស្វាគមន៍យើងអបអរអយុឬការបាត់បង់កិត្តិយសយើងមិនចូលចិត្តយើងស្អប់យុធ្វើឲ្យចិត្តឬហឫទ័យរបស់យើងរីករាយសប្បាយអយុធ្វើឲ្យហឫទ័យរបស់យើងកើតទុក្ខទោមនស្សយើងចង់ក្លាយខ្លួនជាអ្នកមានកេរ្តិ៍ឈ្មោះពីរោះពិសាយើងចង់ឃើញរូបភាពរបស់យើងចុះផ្សាយក្នុងសារព័ត៌មានយើងរីករាយខ្លាំងណាស់កាលណាសកម្មភាពរបស់យើងទោះបីមិនសូវសំខាន់ក្តីត្រូវបានសារព័ត៌មានចុះផ្សាយជាសាធារណៈមានពេលខ្លះយើងក៏ខិតខំស្វែងរកការចុះផ្សាយជាសាធារណៈដោយមិនត្រឹមត្រូវផងដែរមានមនុស្សជាច្រើនខ្វល់ខ្វាយចង់ឃើញរូបភាពរបស់ខ្លួនចុះផ្សាយក្នុងទស្សនាវដ្តីយ៉ាងខ្លាំងដើម្បីបានទទួលកិត្តិយសមួយមនុស្សខ្លះបានរៀបចំធ្វើពិធីកម្សាន្តសប្បាយឬពិធីផ្ដល់អំណោយយ៉ាងសំខាន់ជូនមន្ត្រីជាន់ខ្ពស់កំពុងកាន់អំណាចដើម្បីបានរូបភាពខ្លួនចុះផ្សាយជាសាធារណៈមនុស្សខ្លះបានបង្ហាញទឹកចិត្តសប្បុរសធម៌របស់ខ្លួនតាមរយៈការប្រគេនចង្ហាន់បិណ្ឌបាតដល់ភិក្ខុសង្ឃ100អង្គឬក៏មានចំនួនលើសជាងនេះទៀតផងប៉ុន្តែគេមិនអាចយកចិត្តគិតគូរសោះចំពោះទុក្ខវេទនារបស់ជនទុរគតក្រខ្សត់ស្រែកឃ្លាននៅជុំវិញខ្លួនគេអាចចោទប្រកាន់ហើយផ្ដន្ទាទោសមនុស្សស្រែកឃ្លានម្នាក់ដែលបានលួចបេះផ្លែដូងមួយនៅក្នុងដីចំការដំណាំរបស់គេដើម្បីបំបត្តិសេចក្តីស្រែកឃ្លានប៉ុន្តែគេមិនស្ទាក់ស្ទើរនឹងឲ្យដូង 1000 ផ្លែដើម្បីបានគេឈ្មោះល្អឲ្យគេសរសើរនោះទេទាំងនេះហើយគឺជាភាពទន់ខ្សោយរបស់មនុស្សភាគច្រើនមានគំនិតអាថ៌កំបាំងនៅពីខាងក្រោយសកម្មភាពរបស់ខ្លួនមនុស្សដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួនហើយធ្វើអំពើអ្វីមិនសម្ដៅបម្រើប្រយោជន៍ខ្លួនឯង
មានតិចតួចណាស់ក្នុងលោកនេះមនុស្សវត្ថុជនភាគច្រើនតែមានគំនិតអ្វីមួយអាចកំបាំងនៅពីក្រោយខ្នងរបស់ពួកគេដូច្នេះតើមានមនុស្សល្អបរិសុទ្ធឬទេតើមានមនុស្សប៉ុន្មាននាក់ដែលល្អបរិសុទ្ធក្នុងរាល់សកម្មភាពរបស់គេតើមានមនុស្សប៉ុន្មាននាក់ជាបរិតធមង្គលយើងមិនចាំបាច់ស្វែងរកយសឬគេឈ្មោះទេប្រសិនបើយើងស័ក្តិសមនឹងបានយសឬគេឈ្មោះវានឹងមករកយើងដោយមិនបាច់ប្រឹងឃ្មុំត្រូវបានផ្កាដ៏ពោពេញដោយទឹកដមតាក់ទាញទៅផ្កាមិនចាំបាច់អញ្ជើញឃ្មុំទៅទេប្រកបណាស់យើងតែមានអារម្មណ៍រីករាយតាមធម្មតាហើយរឹងរិតតែរីករាយខ្លាំងឡើងជាងទៀតកាលណាគេឈ្មោះរបស់យើងត្រូវបានផ្សព្វផ្សាយទៅគ្រប់ទិសទីប៉ុន្តែយើងត្រូវដឹងច្បាស់ថាគេឈ្មោះកិត្តិយសនិងភាពល្បីល្បាញទាំងអស់នេះគឺគ្រាន់តែជាដំណាក់កាលឆ្លងកាត់ប៉ុណ្ណោះយូរឬឆាប់គេឈ្មោះកិត្តិយសកិត្តិស័ព្ទទាំងនោះនឹងរសាត់ទៅតាមខ្យល់ចុះអយុឬគេអាសោចវិញយ៉ាងណាដែរវាមិនមែនជាអារម្មណ៍រីករាយពីរោះពិសាលទាំងចំពោះត្រចៀកនិងចំពោះចិត្តប្រកបណាស់យើងតែមានអារម្មណ៍រំខានកាលណាមានពាក្យអសរោះមកខូចគេឈ្មោះលិចឬដល់ត្រចៀកយើងសេចក្តីឈឺចាប់ក្នុងចិត្តរឹងរិតតែធំធេងជាងទៀតកាលណាមានពាក្យលិចលឺដែលគេនិយាយប្រាប់គ្នាមិនត្រឹមត្រូវនិងប្រឆាចការពិតទាំងស្រុងតាមធម្មតាគេត្រូវប្រើពេលច្រើនឆ្នាំដើម្បីកសាងអគារដ៏ប្រណិតមួយតាមរយៈពេលតែ1នាទីឬ2នាទីដោយប្រើអាវុធបំផ្លាញសម័យទំនើបអគារប្រណិតទាំងនោះអាចនឹងត្រូវកំទេចបានយ៉ាងងាយពេលខ្លះគេចំណាយពេលរាប់ឆ្នាំឬពេញមួយជីវិតដើម្បីកសាងកេរ្តិ៍ឈ្មោះពីរោះពិសាមួយបានប៉ុន្តែក្នុងមួយពព្រិចភ្នែកកិត្តិនាមដ៏ល្អកម្ររបស់បាននេះត្រូវបានរលំរលាយអស់គ្មាននរណាម្នាក់ជៀសវាងផុតពីសម្ដីកត់សម្គាល់ដល់បង្ហិនបង្ហោចដែលផ្ដើមឡើងដោយពាក្យអសរោះប៉ុន្តែនោះទេបាទគាត់ជាមនុស្សល្អណាស់គាត់បានធ្វើនេះគាត់បានធ្វើនោះប៉ុន្តែប្រវត្តិរូបទាំងមូលដ៏ល្អរបស់គាត់ត្រូវបានស្រអាប់ពណ៌ដោយពាក្យដែលគេនិយាយថាប៉ុន្តែលោកអ្នកអាចមានជីវិតរស់នៅដោយព្រះពុទ្ធប៉ុន្តែលោកអ្នកនឹងជៀសមិនផុតពីពាក្យកិរិហានិន្ទាពាក្យវាយប្រហារនិងពាក្យជេរប្រតិចឡើយព្រះពុទ្ធគឺជាតួអង្គដ៏មានកិត្តិនាមល្បីល្បាញបំផុតក៏ប៉ុន្តែក៏ជាសាស្ត្រាចារ្យត្រូវគេបង្កាច់បង្ខូចព្រះកិត្តិនាមព្រះអង្គដ៏ខ្លាំងបំផុតនៅក្នុងសម័យកាលព្រះអង្គគង់ប្រជញ្ញនៅមហាបរោះទាំងឡាយជាញឹកញយត្រូវបានគេស្គាល់ទោះបីជាលោកទាំងនោះត្រូវបានគេស្គាល់ឈ្មោះល្បីល្បាញលោកទាំងនោះក៏ត្រូវបានគេមិនស្គាល់ពោលគឺគេបង្អាប់បង្អោនផងដែរពួកអ្នកប្រឆាំងព្រះពុទ្ធអង្គខ្លះបានផ្សាយពាក្យចចាមអារាមថាមានស្ត្រីម្នាក់ធ្លាប់ដេកនៅពេលយប់ក្នុងវត្តក្រោយពេលការប៉ុនប៉ងដ៏ថោកទាបនេះទទួលបរាជ័យពួកគេបានផ្សាយដំណឹងខុសក្នុងចំណោមប្រជាជនថាព្រះពុទ្ធ
និងសាវកទាំងឡាយរបស់ព្រះអង្គបានសម្លាប់ស្ត្រីដដែលនោះហើយបានលាក់សពស្ត្រីនោះនៅក្នុងគំនរសម្រាមនៃផ្កាស្រពោនក្រៀមនៅក្នុងបរិវេណវត្តពួកជនទុច្ចរិតនៅពេលក្រោយមកបានសារភាពថាពួកខ្លួនគឺជាពិរុទ្ធជនការដែលបេសកកម្មជាប្រវត្តិសាស្ត្ររបស់ព្រះពុទ្ធអង្គបានទទួលជោគជ័យត្រចះត្រចង់ដោយមានមនុស្សជាច្រើនបានចូលមកសូមភ្នោះជាមួយព្រះអង្គពួកមានសត្រូវចំពោះព្រះអង្គបានមកបង្កាច់ព្រះអង្គដោយនិយាយថាព្រះអង្គបានពង្រត់បង្រាស់កូនប្រុសពីម្ដាយពង្រត់បង្រាស់ប្តីពីប្រពន្ធហើយចោទប្រកាន់ព្រះអង្គថាបានរាំងស្ទះវឌ្ឍនភាពរបស់ជាតិដោយបរាជ័យក្នុងការប៉ុនប៉ងទាំងអស់នេះដើម្បីបំផ្លាញចរិតដ៏ប្រសើររបស់ព្រះអង្គជីដូនមួយផ្ទាល់របស់ព្រះអង្គឈ្មោះទេវទត្តដែលជាសាវកចំណែនឈ្នានីសមួយរូបរបស់ព្រះអង្គបានប៉ុនប៉ងធ្វើឃាតព្រះអង្គដោយច្រានថ្មទម្លាក់ពីលើកំពូលភ្នំមកប៉ុន្តែទេវទត្តត្រូវបានបរាជ័យក្នុងការប៉ុនប៉ងរបស់ខ្លួនទៀតប្រសិនបើព្រះពុទ្ធជាតួអង្គសុក្រិតមានបារមីបរិបូរណ៍ឥតកំហុសទទួលរងវាសនាអាប់អួរដូច្នោះទៅហើយទម្រាំមនុស្សធម្មតាមិនទាន់មានភាពសុក្រិតគ្មានបារមីបរិបូរណ៍កិច្ចវេះបដិផុតពីវាសនាអាក្រក់នោះទៅលោកអ្នកឡើងលើភ្នំកាន់តែខ្ពស់លោកអ្នកកាន់តែលេចធ្លោហើយស្ថិតក្នុងក្រសែភ្នែកនៃមនុស្សដទៃខ្នងរបស់លោកអ្នកត្រូវគេមើលឃើញច្បាស់ប៉ុន្តែផ្នែកខាងមុខស្ថិតនៅកំបាំងពួកអ្នកស្វែងរកកំហុសលាតត្រដាងកំហុសឆ្គងនិងចំណុចសង្ស័យឬខ្វះទំនុកចិត្តរបស់លោកអ្នកប៉ុន្តែពួកគេបំភ្លេចគុណធម៌ដ៏លេចធ្លោរបស់លោកអ្នកត្បាល់បក់ដង្ហើយយកចេញនៅធលីសម្រាមឬជើប៉ុន្តែរក្សាទុកក្របធញ្ញជាតិផ្ទុយទៅវិញតម្រង់ច្រោះរក្សាទុកកាកសំណល់ប៉ុន្តែបង្ហូរចេញទឹកដមផ្អែមជនមានវប្បធម៌បណ្ដោះបណ្ដាលហើយរមែងក្រេបយករសជាតិដ៏ឈ្ងុយឆ្ងាញ់ហើយខ្ជាក់ចោលកាកសំណល់ជនគ្មានវប្បធម៌រក្សាទុកកាកសំណល់ប៉ុន្តែបោះចោលរសជាតិដ៏ឈ្ងុយឆ្ងាញ់កាលណាលោកអ្នកត្រូវបានគេនិយាយបង្ខូចគេឈ្មោះដោយចេតនាឬដោយគំនិតអ្វីផ្សេងចូលលោកអ្នករំលឹកពាក្យដំបូន្មានរបស់លោកEpictetusដូច្នេះត្រូវគិតឬនិយាយថាអូដោយសារតែគេស្គាល់សារនិងដឹងតិចតួចអំពីអាត្មាអញទើបគេរិះគន់អាត្មាអញស្រាលប៉ុន្តែប្រសិនបើគេស្គាល់អាត្មាអញគ្រាន់បើជាងនេះការចោទប្រកាន់ចំពោះអាត្មាអញមុខជាធ្ងន់ធ្ងរយ៉ាងខ្លាំងក្លាជាងទៀតវាជាការឥតប្រយោជន៍ដើម្បីចំណាយពេលកែតម្រូវសេចក្តីរាយការណ៍ខុសឆ្គងប្រសិនបើកលៈទេសៈមិនតម្រូវឲ្យលោកអ្នកចាំបាច់ត្រូវបំភ្លឺទេស្ត្រូវសប្បាយចិត្តណាស់កាលណាគេឃើញថាលោកអ្នកមានសេចក្តីឈឺចាប់នោះហើយគឺជាចំណុចដែលគេរងចាំដោយពិតប្រាកដប្រសិនបើលោកអ្នកសោះអង្គុយវិញការនិយាយបង្ខូចគេឈ្មោះបែបនោះនឹងគ្មានគេយកត្រចៀកស្ដាប់ទេកាលណាឃើញកំហុសឆ្គងរបស់អ្នកដទៃយើងក៏បីប្រកាន់អកប្បកិរិយាដូចជាមនុស្សខ្វាក់កាលណាឃើញគេនិយាយអាក្រក់ឬនិយាយដើមពីអ្នកដទៃយើងក៏បីប្រកាន់អកប្បកិរិយាដូចជាមនុស្សគោកាលណាគេរិះគន់មិនត្រឹមត្រូវចំពោះអ្នកដទៃយើងក៏បីប្រកាន់អកប្បកិរិយាដូចជាមនុស្សថ្លង់គេមិនអាចបញ្ឈប់ការនិយាយចោទប្រកាន់
មួបង្កាច់ការនិយាយរៀបរាប់ខ្វះសេចក្តីពិតនិងពាក្យបរមរាខុសឆ្គងបានទេពិភពលោកនេះពោពេញដោយបន្លានិងគ្រួថ្មគេមិនអាចយកបន្លាគ្រួថ្មចេញអស់បានទេប៉ុន្តែប្រសិនបើយើងត្រូវដើរទោះបីជាមានឧបសគ្គបែបណាក៏ដោយជាជំនួសការជញ្ជូនយកបន្លាគ្រួថ្មទាំងនោះចេញដែលយើងមិនអាចធ្វើបានលោកទូមានឲ្យយើងពាក់ស្បែកជើងមួយគូហើយត្រាច់ចូលទៅដោយគ្មានរបួសស្លាកស្នាមឡើយព្រះធម៌បានព្រានប្រដៅថាចូលធ្វើខ្លួនឲ្យដូចសីហៈដែលមិនរន្ធត់តក់ស្លុតដោយស្នូរសំឡេងឡើយចូលធ្វើខ្លួនឲ្យដូចខ្យល់ដែលមិនទាក់ជាប់ដោយក្រឡាសំណាញ់ឡើយចូលធ្វើខ្លួនឲ្យដូចផ្កាឈូកដែលមិនឆ្លងដោយសំអុយភក់ជាទីដោះចេញនៃផ្កាឈូកឡើយចូលត្រាច់ចូលទៅម្នាក់ឯងបីដូចជាសត្វរមាសដូច្នោះក្នុងឋានៈជាស្ដេចនៃព្រៃព្រឹក្សាសីហៈទាំងឡាយជាសត្វគ្មានភ័យខ្លាចតាមធម្មជាតិរបស់វាសីហៈមិនភ្ញាក់ផ្អើលដោយស្នូរក្រហមនៃសត្វទាំងឡាយផ្សេងឡើយនៅក្នុងពិភពលោកនេះយើងអាចឮសេចក្តីរាយការណ៍មិនពិតពាក្យចោទប្រកាន់ខុសឆ្គងពាក្យបណ្ដោះបង្អាប់របស់អណ្ដាតមនុស្សមាត់ដាច់បីដូចរាជសីយើងមិនត្រូវភ្ញាក់ផ្អើលឬសូម្បីតែស្ដាប់ពាក្យអប្រិយទាំងនោះផងទេបីដូចជាបូមរងពាក្យអប្រិយទាំងនោះនឹងបញ្ចប់នៅកន្លែងដែលវាចាប់ផ្ដើមវងឆ្កែចេះតែព្រុសក្បួនរទេះចេះតែលឿនទៅមុខដោយស្ងប់ស្ងៀមយើងកំពុងនៅក្នុងពិភពលោកមានភក់ល្បប់ផ្កាឈូកជាច្រើនដុះចេញពីទីនេះដោយមិនឆ្លងក្លិនភក់ល្បប់ទេផ្កាឈូកទាំងនោះលំអពិភពលោកបីដូចជាផ្កាឈូកទាំងឡាយយើងក៏បីខិតខំដឹកនាំជីវភាពដ៏ប្រសើរគ្មានការស្ដីបន្ទោសមួយមិនចាំបាច់គិតពីភក់ល្បប់ដែលអាចខ្ចាត់មកប្រឡាក់យើងនោះឡើយយើងក៏បីរំពឹងទុកថាភក់ល្បប់អាចខ្ចាត់មកប្រឡាក់យើងជាជំនួសផ្កាកុលាបលំដាប់តមកវានឹងពុំមានសេចក្តីខកចិត្តឡើយអ្វីបើមានសេចក្តីលំបាកយើងត្រូវខិតខំបណ្ដោះសេចក្តីមិនជាប់ជំពាក់ចិត្តយើងមកម្នាក់ឯងយើងទៅវិញម្នាក់ឯងសេចក្តីមិនជាប់ជំពាក់ចិត្តគឺជាសេចក្តីសុខនៅក្នុងលោកនេះកុំខ្វល់អំពីព្រួញត្រាំងពឹសនៃអណ្ដាតមនុស្សមាត់ដាច់យើងគួរតែម្នាក់ឯងបម្រើមនុស្សដទៃទៀតឲ្យអស់ពីសមត្ថភាពរបស់យើងវាជារឿងចម្លែកពេកណាស់ដែលមហាបុរសទាំងឡាយត្រូវបានគេនិយាយមួបង្កាច់គេសំអុយគេបំពុលគេឆ្កាងឬគេបាញ់សម្លាប់លោកសូក្រាតត្រូវគេបំពុលយេស៊ូគ្រីស្ទត្រូវគេចងឆ្កាងយ៉ាងឃោរឃៅលោកមហាថ្មកន្ធីត្រូវគេបាញ់សម្លាប់មែនហើយតើការប្រព្រឹត្តល្អពេកវាជាគ្រោះថ្នាក់ឬមែនក្នុងអំឡុងពេលរស់នៅលោកទាំងនោះត្រូវគេរិះគន់ត្រូវគេវាយប្រហារនិងត្រូវគេសម្លាប់ក្រោយពេលមរណភាពលោកទាំងនោះត្រូវបានគេលើកតម្កើងជាទេវតានិងផ្ដល់កិត្តិយសមហាបុរសទាំងឡាយមិនខ្វល់នឹងគេឈ្មោះឬអបកិត្តិយសនោះទេលោកទាំងនោះមិនខូចចិត្តកាលណាលោកត្រូវគេរិះគន់ឬមួបង្កាច់ពីព្រោះលោកធ្វើការមិនមែនដើម្បីយកមុខមាត់ឬគេឈ្មោះនោះទេលោកមិនរវល់ថាតើអ្នកឯទៀតទទួលស្គាល់សេវកិច្ចរបស់លោកឬអត់នោះទេចំពោះការងារលោកមានសិទ្ធិធ្វើប៉ុន្តែ
លោកគ្មានសិទ្ធិទទួលផ្កាផ្លែនៃការងារដែលលោកបានធ្វើនោះទេយើងមកម្នាក់ឯងយើងទៅវិញម្នាក់ឯងសេចក្តីមិនជាប់ជំពាក់ចិត្តគឺជាសេចក្តីសុខក្នុងលោកសរសើរនិងនិន្ទាសរសើរនិងនិន្ទាគឺជាលក្ខខណ្ឌលោកីពីរទៀតដែលប៉ះពាល់អារម្មណ៍មនុស្សជាតិជារឿងធម្មតាទេកាលណាគេបានទទួលសេចក្តីសរសើរគេមានអារម្មណ៍រីករាយហើយគេមានអារម្មណ៍ក្រៀមក្រំកាលណាគេបានសេចក្តីនិន្ទាស្តីបន្ទោសក្នុងចំណោមសេចក្តីសរសើរនិងសេចក្តីនិន្ទាស្តីបន្ទោសព្រះពុទ្ធទ្រង់មានបន្ទូលថាបណ្ឌិតមិនបង្ហាញនៅសេចក្តីសោមនស្សឬសេចក្តីទោមនស្សទេបីដោយសិលាដ៏រឹងមាំមួយដុំដែលមិនរំជួយដោយខ្យល់បក់បោកមកត្រូវបណ្ឌិតទាំងឡាយរមែងឈរនៅមាំមិនញាប់ញ័រសេចក្តីសរសើរប្រសិនបើស័ក្តិសមឬសមស្របរមែងពិរោះដល់ត្រចៀកបើមិនស័ក្តិសមឬមិនសមស្របវិញដោយក្នុងករណីសេចក្តីបញ្ចោបញ្ចើចបញ្ចាទោះបីពិរោះសេចក្តីសរសើរនោះមានចរិតខ្លែងបន្លំប៉ុន្តែសេចក្តីសរសើរនិងសេចក្តីនិន្ទាទាំងអស់នេះគឺជាសំឡេងជាពាក្យសម្ដីដែលមិនផ្ដល់ឥទ្ធិពលអ្វីទេប្រសិនបើវាមិនលឺមកដល់ត្រចៀករបស់យើងតាមទស្សនៈបុថុជនពាក្យសរសើរមួយម៉ាត់ធ្វើដំណើរទៅវែងឆ្ងាយណាស់ដោយការពោលពាក្យសរសើរតែបន្តិចគេអាចទទួលបានសេចក្តីអនុគ្រោះមួយយ៉ាងងាយពាក្យសរសើរមួយម៉ាត់ដែលស័ក្តិសមនឹងទទួលគឺមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីទាក់ទាញទឹកចិត្តសវនជននៅពីមុខវាគ្មិនកំពុងនិយាយប្រសិនបើនៅដំបូងទីវាគ្មិនម្នាក់និយាយសរសើរសេវនជនវាគ្មិននោះនឹងទទួលបានការយកចិត្តទុកដាក់ស្ដាប់ប្រសិនបើវាគ្មិននោះនិយាយរិះគន់អ្នកស្ដាប់ពីដើមទីវិញចម្លើយតបនឹងមិនជាទីពេញចិត្តទេវញ្ញជនមិនស្វែងរកពាក្យពេចន៍បញ្ជោបញ្ចើចបញ្ចើហើយលោកក៏គ្មានប្រាថ្នាឲ្យគេបញ្ជោបញ្ចើចបញ្ចើលោកដែរសេចក្តីសរសើរដ៏ស័ក្តិសមដែលលោកវញ្ញជនបាននិយាយសរសើរគឺគ្មានសេចក្តីច្រណែនឈ្នានីសសេចក្តីបន្ទោសដ៏ស័ក្តិសមដែលលោកពោលបន្ទោសគឺគ្មានសេចក្តីមើលងាយប៉ុន្តែចេញមកពីសេចក្តីអាណិតអាសូរដោយមានបំណងកែប្រែគេមនុស្សជាច្រើនដែលបានស្គាល់ព្រះពុទ្ធយ៉ាងជិតស្និទ្ធបានពោលពាក្យសរសើរគុណធម៌ព្រះអង្គទៅតាមគំនិតផ្ទាល់របស់ពួកគេសិទ្ធិម្នាក់ឈ្មោះឧបាលៈជាឧបាសកថ្មីម្នាក់បាននិយាយសរសើរព្រះពុទ្ធដោយបានរៀបរាប់គុណធម៌រាប់រយដោយគ្មានការរៀបចំមុនគុណធម៌ប្រសើរ9យ៉ាងរបស់ព្រះពុទ្ធដែលគេនិយមនៅក្នុងសម័យកាលព្រះអង្គគង់ប្រជញ្ញនៅក៏កំពុងត្រូវបានសាវកទាំងឡាយរបស់ព្រះអង្គសូត្រសរសើរនៅឡើយនៅពេលក្រឡេកមើលរូបបដិមារបស់ព្រះអង្គពាក្យសរសើរទាំងនោះក៏ជាប្រធានបទសម្រាប់អ្នកជឿធ្វើភាវនាដែរគុណធម៌ដ៏ស័ក្តិសមឥតខ្ចោះទាំងអស់នេះស្ថិតនៅជាប្រភពសម្រាប់ដកស្រង់របស់សាវកព្រះអង្គនៅឡើយតើចុះសេចក្តីនិន្ទាយ៉ាងណាដែរព្រះពុទ្ធមានបន្ទូលថាអ្នកទាំងឡាយណាដែលនិយាយច្រើនក៏ត្រូវគេនិន្ទាអ្នកទាំងឡាយណាដែលនិយាយតិចក៏ត្រូវគេនិន្ទាដែរក្នុងលោកនេះគ្មាននរណាម្នាក់ដែលមិនត្រូវគេនិន្ទាទេសេចក្តីនិន្ទាស្តីបន្ទោសហាក់ដូចជាគេមរតកជាសកលរបស់មនុស្សជាតិ
ព្រះពុទ្ធទ្រង់គាត់សម្គាល់ថាមនុស្សភាគច្រើនក្នុងលោកគ្មានចិត្តសង្រួមទេសូម្បីតែព្រះអង្គក៏ទ្រង់រកពាក្យជេរប្រតិចសពយ៉ាងប្រៀបដូចដំរីនាគន្ទ្រៈនៅក្នុងសមរភូមិទទួលរងព្រួញបាញ់មកពីគ្រប់ទិសសម្ដៅវាពួកជនអន្តពាលគិតតែពីស្វែងរកទោសកំហុសនៅក្នុងអ្នកដទៃប៉ុន្តែមិនបានស្វែងរកអំពើល្អនិងគុណធម៌របស់គេផងទេគ្មាននរណាម្នាក់លើកលែងតែព្រះពុទ្ធមួយអង្គចេញជាមនុស្សល្អឥតខ្ចោះនោះឡើយក៏គ្មាននរណាម្នាក់ដែលជាមនុស្សអាក្រក់ទាំងស្រុងនោះដែរវាមានអាក្រក់នៅក្នុងមនុស្សប្រសើរបំផុតវាមានល្អនៅក្នុងមនុស្សដែលអាក្រក់បំផុតព្រះពុទ្ធបានប្រទានឱវាទថាបុគ្គលដែលធ្វើខ្លួនឯងឲ្យស្ងប់ស្ងៀមដូចជាគង់កំប៉ែកពេលត្រូវគេវាយប្រហារជេរប្រតិចនិងបំពីបំពៀនបុគ្គលនោះតថាគតហៅថាជាអ្នកស្ថិតក្នុងទីជិតនៃព្រះនិព្វានទោះបីគេមិនទាន់បានសម្រេចព្រះនិព្វានក៏ដោយបុគ្គលបានសេចក្តីអនុញ្ញាតឲ្យធ្វើការងារមួយដោយមានហេតុផលយ៉ាងល្អប្រសើរប៉ុន្តែអ្នកក្រៅជាញុតញយតែងបកស្រាយគំនិតរបស់បុគ្គលនោះខុសហើយទម្លាក់កំហុសទៅលើហេតុផលផ្សេងសូម្បីតែបុគ្គលនោះមិនដែលបានយល់សពដងផងក៏ដោយបុគ្គលអាចបម្រើនិងជួយអ្នកឯទៀតដោយអស់ពីចិត្តពីថ្លើមជួនកាលរហូតដល់ជំពាក់បំណុលគេឬលូករបស់របរឬកម្មសិទ្ធិរបស់ខ្លួនដើម្បីជួយស្រោចស្រង់មិត្តម្នាក់ជួបគ្រោះថ្នាក់ប៉ុន្តែក្រោយមកចរិតជូរជាតិរបស់ជនពាលកម្លៅអវិជ្ជានោះគឺយ៉ាងដូចនេះពពួកមនុស្សដដែលទាំងនេះដែលបុគ្គលនោះបានជួយពីមុនคล้ายទៅជាអ្នករងកំហុសបុគ្គលនោះទៅវិញគំរាមកំហែងទីប្រាក់ពីបុគ្គលនោះបង្ខូចចរិតដ៏ល្អរបស់បុគ្គលនោះហើយសប្បាយរីករាយនឹងឃើញបុគ្គលនោះរលំរលាយនៅក្នុងរឿងជាដកមានសេចក្តីដំណាលថាកុតលាជាមន្ត្រីកោបានបង្រៀនអ្វីៗដែលគាត់ចេះដល់សិស្សរបស់គាត់ដោយគ្មានលាក់លៀមចំណេះប៉ុន្តែសិស្សអកតញ្ញូតាមធម្មជាតិរបស់វាបានខិតខំប្រណាំងប្រជែងប្រកបដោយជោគជ័យជាមួយគ្រូរបស់វាហើយធ្វើឲ្យគ្រូរបស់វាដល់នៅសេចក្តីវិនាសនាឱកាសមួយព្រះពុទ្ធត្រូវបានព្រាហ្មណ៍ម្នាក់និមន្តឲ្យមកទទួលចង្ហាន់នៅផ្ទះរបស់ខ្លួនលោកបានទទួលសេចក្តីនិមន្តហើយព្រះពុទ្ធបានយាងទៅកាន់ផ្ទះរបស់ព្រាហ្មណ៍ជាជំនួសការទទួលព្រះពុទ្ធអង្គដោយសេចក្តីរួសរាយរាក់ទាក់ព្រាហ្មណ៍នោះបានស្រោចមកលើព្រះអង្គនៅពាក្យជេរប្រតិចដោយពាក្យដ៏សែនគ្រោតគ្រាតបំផុតព្រះពុទ្ធអង្គបានសាកសួរដោយមានបន្ទូលជាពាក្យគួរសមថាមនាលព្រាហ្មណ៍តើភ្ញៀវទាំងឡាយមកដល់ផ្ទះរបស់អ្នកហើយឬព្រះករុណាព្រាហ្មណ៍ឆ្លើយតើអ្នកត្រូវធ្វើយ៉ាងម៉េចកាលណាភ្ញៀវទាំងនោះមកដល់ផ្ទះអូយើងត្រូវរៀបចំអាហារដ៏ប្រណិតទទួលភ្ញៀវប្រសិនបើភ្ញៀវទាំងនោះមិនបានមកវិញបើភ្ញៀវមិនបានមកយើងខ្ញុំទទួលហូបចុកចំណីនោះដោយសេចក្តីរីករាយមនាលព្រាហ្មណ៍ល្អហើយអ្នកបាននិមន្តតថាគតមកទទួលចង្ហាន់ហើយអ្នកបានទទួលស្វាគមន៍តថាគតដោយពាក្យជេរប្រតិចតថាគតមិនទទួលយកទេសូមអ្នកទទួលយកពាក្យជេរប្រតិចទៅវិញចុះព្រះពុទ្ធមិនបានសងសឹកវិញទេព្រះអង្គបានទូន្មានថាចូលកំចងពាមិនបញ្ចប់តាមរយៈពាទេប៉ុន្តែតាមរយៈមេត្តាប៉ុណ្ណោះទើបពាចប់បាននេះគឺជាពាក្យព្រានប្រដៅដ៏ឧត្តមរបស់ព្រះពុទ្ធ
គ្មានគ្រូប្រដៅសាសនាណាម្នាក់បានទទួលកិត្តិយសសេចក្តីកោតសរសើរខ្ពង់ខ្ពស់ស្មើនឹងព្រះពុទ្ធហើយក៏គ្មានគ្រូប្រដៅសាសនាណាម្នាក់បានទទួលសេចក្តីរិះគន់បង្ខូចកេរ្តិ៍ឈ្មោះនិងបង្អាប់បង្អោនកិត្តិយសយ៉ាងជូរចត់ស្មើនឹងព្រះពុទ្ធដែរនេះហើយគឺជាវាសនារបស់មហាបរិសទាំងឡាយព្រះពុទ្ធត្រូវបានគេចោទប្រកាន់ពីការធ្វើឃាតស្ត្រីម្នាក់ដោយមានសាវកទាំងឡាយរបស់ព្រះអង្គចូលរួមផងពពួកជនមិនមែនពុទ្ធសាសនិកបានរិះគន់ព្រះពុទ្ធនិងសាវកទាំងឡាយរបស់ព្រះអង្គយ៉ាងជូរចត់ពន់ពេកទៅតតែព្រះអានន្ទបានសុំអង្វរព្រះពុទ្ធឲ្យទ្រង់យាងចេញពីទីនោះទៅកាន់ភូមិមួយផ្សេងទៀតមនាលអានន្ទបើពួកអ្នកភូមិទាំងនោះជេរប្រតិចយើងដែរតើយើងត្រូវធ្វើយ៉ាងម៉េចទៀតបបិទ្ធព្រះអង្គបើដូច្នោះយើងនឹងបន្តទៅកាន់ភូមិមួយទៀតមនាលអានន្ទបើតែយ៉ាងនេះប្រទេសឥណ្ឌាទាំងមូលនឹងមិនមានកន្លែងសម្រាប់យើងទេចូលខំអត់ធ្មត់ការជេរប្រតិចទាំងនោះនឹងចប់ជាស្វ័យប្រវត្តិនាងកណ្ណយាជាស្ត្រីម្នាក់នៅក្នុងរាជដំណាក់បានចងគំនុំចំពោះព្រះពុទ្ធដោយព្រះអង្គមានបន្ទូលបង្អាប់រូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាងនៅពេលដែលឪពុករបស់នាងដោយសារតែភាពល្ងង់ខ្លៅមានបំណងចង់ឲ្យនាងរៀបការជាមួយព្រះពុទ្ធនាងកណ្ណយាបានជួបពួកប្រមឹកស្រាឲ្យជេរប្រតិចផ្ដាសាព្រះពុទ្ធក្នុងទីសាធារណៈដោយសារព្រះតីជាឧបេក្ខាយ៉ាងសុក្រិតព្រះពុទ្ធបានទទួលរងពាក្យជេរប្រតិចទាំងអស់នោះពាក្យជេរប្រតិចគឺជាវាសនាធម្មតារបស់មនុស្សជាតិលោកអ្នកធ្វើការកាន់តែច្រើនហើយកាន់តែមានកេរ្តិ៍ឈ្មោះល្បីលោកអ្នកកាន់តែក្លាយជាកម្មវត្ថុនៃការជេរប្រតិចនិងការនិយាយបន្ថោកបន្ទាបព្រះយេស៊ូវគ្រីស្ទត្រូវបានគេជេរប្រតិចបន្ថោកបន្ទាបហើយចងឆ្កាងសម្លាប់ចោលលោកសូក្រាតត្រូវបានប្រពន្ធរបស់លោកផ្ទាល់ជេរប្រតិចរាល់តែពេលដែលលោកបានអញ្ជើញចេញក្រៅផ្ទះដើម្បីជួយអ្នកដទៃប្រពន្ធដ៏ឆ្នះរបស់លោកតែងតែជេរប្រតិចផ្ដាសាលោកថ្ងៃមួយដោយសារប្រពន្ធមិនស្រួលខ្លួននាងក៏មិនបានបំពេញកិច្ចការជេរប្រតិចដោយធម្មតាលោកសូក្រាតបានអញ្ជើញចេញពីផ្ទះនៅថ្ងៃនោះដោយមានទឹកមុខស្រពាប់ស្រពោនមិត្តភ័ក្តិទាំងឡាយរបស់លោកបានសាកសួរលោកអំពីមូលហេតុដែលលោកព្រួយចិត្តលោកបានឆ្លើយតបថាប្រពន្ធរបស់លោកមិនបានជេរប្រតិចលោកនៅថ្ងៃនេះពីព្រោះនាងមិនស្រួលខ្លួនអ្នកឯងត្រូវតែសប្បាយចិត្តដោយសារមិនបានទទួលពាក្យជេរផ្ដាសាដ៏គ្រោតគ្រាតនោះមិត្តភ័ក្តិរបស់លោកបានស្រែកឡើងមិនមែនទេកាលណានាងជេរប្រតិចខ្ញុំមានឱកាសដើម្បីហាត់រៀនខន្តីថ្ងៃនេះខ្ញុំមិនបានទទួលភ័ព្វសំណាងនោះទេព្រោះហេតុនោះហើយទើបខ្ញុំព្រួយចិត្តលោកទេសនវិទូបានឆ្លើយតបទាំងអស់នេះជាមេរៀនដ៏គួរចាំសម្រាប់យើងគ្រប់គ្នាកាលណាត្រូវគេជេរប្រតិចយើងត្រូវគិតថាគេបានផ្ដល់ឱកាសឲ្យយើងฝึกហាត់ធ្វើខន្តីជាជំនួសសេចក្តីថ្នាំងថ្នាក់ចិត្តយើងក៏បីអរគុណចំពោះស្ត្រីរបស់យើងអ្នកទាំងឡាយណាដែលនិយាយច្រើនក៏ត្រូវគេនិន្ទាអ្នកទាំងឡាយណាដែលនិយាយតិចក៏ត្រូវគេនិន្ទាដែរក្នុងលោកនេះគ្មាននរណាម្នាក់ដែលមិនត្រូវគេនិន្ទាទេសុខនិងទុក្ខសុខនិងទុក្ខគឺជាគូផ្ទុយគ្នាចុងក្រោយសុខនិងទុក្ខនេះគឺជាកត្តាដ៏មានឥទ្ធិពលបំផុតដែលប៉ះពាល់ដល់មនុស្សជាតិអ្វីដែលគេទ្រាំទ្របានដោយស្រួលគឺសុខៈអ្វីដែលគេពិបាកទ្រាំទ្រគឺទុក្ខៈសេចក្តីសុខធម្មតា
គឺការបំពេញបានចំណង់ឬការបំពេញបានសេចក្តីប្រាថ្នាពេលណាវត្ថុជាទីប្រាថ្នាត្រូវបានធ្លាក់ដល់ក្នុងដៃហើយបន្ទាប់មកយើងប្រាថ្នាចង់បានសេចក្តីសុខប្រភេទផ្សេងទៀតដូច្នេះចំណង់ចង់បានសម្រាប់ខ្លួនមិនចេះឆ្អែតឆ្អន់ឬគ្រប់គ្រាន់ឡើយការសោយកាមសុខឬសេចក្តីសុខតាមផ្លូវអាយតនៈគឺជាសេចក្តីសុខតែមួយគត់និងខ្ពស់បំផុតសម្រាប់មនុស្សមធ្យមតាមពិតវាមានខណកសុខឬសេចក្តីសុខបណ្ដោះអាសន្ននៅក្នុងការសង្ឃឹមទុកមុននៅក្នុងសេចក្តីសប្បាយនិងនៅក្នុងការរំលឹកឡើងវិញអំពីសេចក្តីសប្បាយខាងសម្ភារៈសេចក្តីសុខប្រភេទនេះត្រូវបានពួកកាមបគីឲ្យតម្លៃយ៉ាងខ្ពស់ប៉ុន្តែសេចក្តីសុខនេះគឺជាមាយិកានិងបណ្ដោះអាសន្នតើទ្រព្យសម្បត្តិជាសម្ភារៈអាចផ្ដល់ឲ្យបុគ្គលនៅសេចក្តីសុខបានទេប្រសិនបើអាចផ្ដល់បានតើមហាសេដ្ឋីមិនក៏បីមានអារម្មណ៍ខកខូចចិត្តជាមួយជីវិតទេនៅក្នុងប្រទេសណាមួយដែលបានឡើងដល់កម្ពស់វឌ្ឍនភាពខាងសម្ភារៈហើយមានមនុស្សមានចំនួនច្រើនបានកើតជំងឺសរសៃប្រសាទព្រោះហេតុអ្វីបានជាដូច្នោះប្រសិនបើទ្រព្យសម្បត្តិខាងសម្ភារៈតែប៉ុណ្ណោះអាចផ្ដល់សេចក្តីសុខបានតើការបានគ្រប់គ្រងលើពិភពលោកទាំងមូលអាចបង្កើតបានសេចក្តីសុខពិតឬទេស្ដេច Alexander ដែលបាននាំទ័ពរាតត្បាតដោយជោគជ័យដល់ប្រទេសឥណ្ឌាដណ្ដើមកាន់កាប់ដែនដីទាំងឡាយនៅតាមផ្លូវដែលកងទ័ពបានទៅដល់ប៉ុន្តែទ្រង់បានដកដង្ហើមធំពីព្រោះមិនមានសេះសល់ចំណែកដែនដីផ្សេងទៀតដើម្បីដណ្ដើមកាន់កាប់ជាញឹកញយណាស់ជីវិតរបស់រដ្ឋបរោះទាំងឡាយដែលបានកាន់កាប់អំណាចតែងតែរងគ្រោះថ្នាក់ករណីដ៏គួរឲ្យតក់ស្លុតនៃលោកមហាត្មកន្ធីនិងលោកញ៉ុនកេតឌីគឺជាឧទាហរណ៍បញ្ជាក់យ៉ាងច្បាស់សេចក្តីសុខដ៏ពិតប្រាកដគឺកើតមាននៅឯដផ្ទៃក្នុងហើយមិនមានសេចក្តីសុខដោយគេផ្ដល់និយមន័យឲ្យនៅក្នុងន័យនៃទ្រព្យសម្បត្តិអំណាចកិត្តិយសឬសច្ច័យការច្បាំងដណ្ដើមកាន់កាប់ផែនដីបរទេសនោះទេប្រសិនបើទ្រព្យសម្បត្តិលោកីបែបនេះបានមកដោយកម្លាំងទានយកឬដោយអយុត្តិធម៌ឬក៏ត្រូវបានប្រើប្រាស់ខុសទិសឬត្រូវបានមើលឃើញប្រកបដោយសេចក្តីជាប់ជំពាក់ចិត្តទ្រព្យសម្បត្តិទាំងនោះនឹងក្លាយជាប្រភពនៃសេចក្តីឈឺចាប់និងសេចក្តីទុក្ខព្រួយចំពោះម្ចាស់ទ្រព្យវិញអ្វីដែលជាសេចក្តីសុខចំពោះបុគ្គលម្នាក់អាចមិនមែនជាសេចក្តីសុខចំពោះបុគ្គលផ្សេងទៀតទេអ្វីដែលជាចំណីអាហារនិងភេសជ្ជៈដ៏ឆ្ងាញ់ពិសាចំពោះបុគ្គលម្នាក់អាចជាថ្នាំពុលចំពោះបុគ្គលផ្សេងទៀតព្រះពុទ្ធទ្រង់បានរៀបរាប់នៅសេចក្តីសុខ4យ៉ាងសម្រាប់ជនជាគ្រហស្ថសេចក្តីសុខទាំង4យ៉ាងនោះគឺសេចក្តីសុខដោយការមានទ្រព្យដូចជាមានសុខភាពទ្រព្យសម្បត្តិអាយុវែងសម្រស់សេចក្តីសប្បាយកម្លាំងគុណវិសេសកូនលក្ខប្រភពទាំងពីរនៃសេចក្តីសុខគឺសេចក្តីសុខហូរចេញមកពីសេចក្តីសប្បាយដោយសារការមានទ្រព្យបែបនេះតាមធម្មតាមនុស្សប្រុសស្រីប្រាថ្នាចង់បានសេចក្តីសប្បាយសម្រាប់ខ្លួនឯងព្រះពុទ្ធទ្រង់មិនបានទូមានឲ្យមនុស្សទាំងឡាយលះបង់សេចក្តីសប្បាយលោកីហើយថយខ្លួនទៅនៅម្នាក់ឯងនោះទេសេចក្តីសប្បាយដែលមានទ្រព្យធនមិនមែនស្ថិតតែក្នុងការប្រើប្រាស់ទ្រព្យធនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ
ប៉ុន្តែស្ថិតនៅក្នុងការចែករំលែកទ្រព្យធននោះសម្រាប់សុខុមាលភាពរបស់អ្នកដទៃផងដែរអ្វីដែលយើងបរិភោគគឺគ្រាន់តែជាវត្ថុចម្អែតបណ្ដោះអាសន្នប៉ុណ្ណោះអ្វីដែលយើងរក្សាទុកយើងចាកចោលវាហើយយើងទៅបាត់អ្វីដែលយើងឲ្យរមែងតាមយើងទៅយើងត្រូវបានគេនឹកឃើញជានិច្ចដោយសារតែអំពើល្អដែលយើងបានធ្វើជាមួយនឹងទ្រព្យធនលោកីយ៍របស់យើងមិនជំពាក់បំណុលគេគឺជាប្រភពនៃសេចក្តីសុខមួយទៀតប្រសិនបើយើងត្រេកអរជាមួយអ្វីដែលយើងមានហើយប្រសិនបើយើងចេះសន្សំសំចៃយើងមិនចាំបាច់ជំពាក់បំណុលគេទេអ្នកជំពាក់បំណុលគេរស់នៅក្នុងសេចក្តីកង្វល់ចិត្តហើយស្ថិតក្រោមកាតព្វកិច្ចចំពោះម្ចាស់បំណុលរបស់ខ្លួនកាលណាយើងគ្មានជំពាក់បំណុលគេទោះបីក្រីក្រក៏ដោយក៏យើងមានអារម្មណ៍លះហែហើយគ្មានសេចក្តីកង្វល់ចិត្តការចិញ្ចឹមជីវិតឥតក្តីបន្ទោសគឺជាប្រភពមួយដ៏ប្រសើរបំផុតនៃសេចក្តីសុខសម្រាប់គ្រហស្ថមនុស្សដ៏សុក្រិតឥតក្តីបន្ទោសគឺជាគុណសម្បត្តិសម្រាប់ខ្លួនឯងនិងសម្រាប់អ្នកដទៃបុគ្គលនោះត្រូវបានមនុស្សគ្រប់រូបកោតសរសើរហើយគេមានអារម្មណ៍សប្បាយរីករាយដោយសារខ្លួនគេត្រូវបានគ្របដណ្ដប់ដោយបរិយាកាសដ៏សុខសន្តិភាពនៃមនុស្សដទៃប៉ុន្តែគេគូកត់សម្គាល់ថាវាជារឿងមួយពិបាកណាស់ដើម្បីទទួលបានគេឈ្មោះល្អអំពីមនុស្សទាំងអស់មនុស្សដែលមានអធ្យាស្រ័យឧត្តមឧត្តមជាប់ជំពាក់ចិត្តតែជាមួយជីវភាពដ៏សុក្រិតឥតក្តីនិន្ទាប៉ុណ្ណោះហើយសោះអង្គើយចំពោះមតិគាំទ្រខាងក្រៅមនុស្សភាគច្រើនក្នុងពិភពលោកនេះរីករាយក្នុងការស្វែងរកសេចក្តីសប្បាយចំណែកមនុស្សផ្សេងទៀតស្វែងរកសេចក្តីរីករាយក្នុងការលះបង់សេចក្តីសប្បាយទាំងនោះសេចក្តីមិនជាប់ជំពាក់ចិត្តឬការឆ្លងផុតពីសេចក្តីសប្បាយខាងសម្ភារៈគឺជាសេចក្តីសុខចំពោះអចិន្តកចិត្តបរមសុខក្នុងព្រះនិព្វានដែលជាបរមសុខនៃការផុតចាកទុក្ខគឺជាទ្រង់ទ្រាយនៃសេចក្តីសុខដ៏ខ្ពង់ខ្ពស់បំផុតសេចក្តីសុខធម្មតាយើងទទួលស្វាគមន៍ប៉ុន្តែយើងមិនទទួលស្វាគមន៍សភាវៈផ្ទុយរបស់សេចក្តីសុខទេគឺសេចក្តីសោកសៅឬទុក្ខព្រួយដែលគេពិបាកទ្រាំទ្របានសេចក្តីព្រួយឬទុក្ខកើតមានឡើងក្នុងរូបភាពផ្សេងយើងរងទុក្ខពីព្រោះយើងស្ថិតនៅក្រោមវ័យជរាដែលជាសភាវៈធម្មតាដោយតម្កល់ចិត្តជាឧបេក្ខាយើងត្រូវទទួលរងទុក្ខនៃវ័យជរាសេចក្តីឈឺចាប់ធ្ងន់ធ្ងរជាងទុក្ខបណ្ដាលមកពីវ័យជរាទៅទៀតគឺជាទុក្ខបណ្ដាលមកពីជំងឺឬព្យាធិសូម្បីតែរោគឈឺធ្មេញឬឈឺក្បាលតិចតួចក៏ជួនកាលពិបាកទ្រាំបានកាលណាយើងធ្លាក់ខ្លួនឈឺចូលក៏មានសេចក្តីកង្វល់យើងត្រូវតែមានសេចក្តីក្លាហានទ្រាំទ្រជំងឺនោះឲ្យបានយ៉ាងដាច់ខាតមែនហើយយើងត្រូវលួងលោមខ្លួនឯងដោយនឹកគិតថាយើងបានឆ្លងផុតពីជំងឺមួយធ្ងន់ធ្ងរជាងទៀតជាញឹកញយយើងបានប្រត់ប្រាស់អំពីបុគ្គលជាទីស្រឡាញ់ចិត្តដិតសេចក្តីប្រត់ប្រាស់បែបនេះបណ្ដាលឲ្យមានសេចក្តីឈឺចាប់ខ្លោចផ្សាក្នុងចិត្តយើងក៏បីដឹងថាការជួបជុំទាំងអស់ត្រូវបញ្ចប់ដោយការនិរាសប្រត់ប្រាស់នេះគឺជាឱកាសមួយដ៏ល្អដើម្បីហ្វឹកហាត់ចិត្តជាឧបេក្ខាម្ដងម្កាលយើងត្រូវបង្ខំចិត្តរស់នៅជាមួយមនុស្សដែលយើងស្អប់ឬមិនចូលចិត្តយើងត្រូវតែមានសេចក្តីក្លាហានទ្រាំទ្ររស់នៅជាមួយមនុស្សទាំងនោះប្រហែលយើងកំពុងសោយផលនៃកម្មរបស់យើងផ្ទាល់ជាកម្មអតីតឬកម្មបច្ចុប្បន្ន
យើងត្រូវខិតខំសម្របខ្លួនយើងទៅនឹងស្ថានភាពថ្មីឬខិតខំជំនះឧបសគ្គដោយមធ្យោបាយផ្សេងខ្លះទៀតសូម្បីព្រះពុទ្ធក៏ជាតួអង្គសុក្រិតដែលបានបន្សាត់បងអស់នៅមន្ទិលសៅហ្មងកិលេសក៏ត្រូវទ្រាំទ្ររងទុក្ខខាងផ្លូវកាយបណ្ដាលមកពីព្យាធិនិងគ្រោះថ្នាក់ដែរព្រះពុទ្ធទ្រង់មានព្រះរោគីពាទ្យឈឺប្រកេះជាប្រចាំព្យាធិចុងក្រោយរបស់ព្រះអង្គបានបណ្ដាលឲ្យព្រះអង្គមានទុក្ខខាងផ្លូវកាយយ៉ាងច្រើននោះគឺជាផលវិបាកបណ្ដាលមកពីទេវទត្តច្រើនថ្មទម្លាក់ពីលើដើម្បីធ្វើគុណព្រះអង្គព្រះបាទីរបស់ព្រះអង្គបានរងរបួសដោយបំណែកថ្មមុតស្រួចដែលតម្រូវឲ្យមានការវះកាត់ជួនកាលព្រះអង្គត្រូវបង្ខំព្រះតីបង្អត់ចង្ហាន់ដោយសារតែភាពជជែករឹងរូសនៃសិស្សគណៈផ្ទាល់របស់ព្រះអង្គព្រះពុទ្ធបានបង្ខំព្រះតីយាងចូលទៅគង់នៅក្នុងព្រៃអស់ពេល3ខែនៅក្នុងព្រៃព្រះអង្គទ្រង់គង់លើគំនរស្លឹកឈើដែលជ្រុះមកលើដីរដិករដុបទ្រង់ប្រឈមនឹងខ្យល់ដ៏ត្រជាក់ដល់ឆ្អឹងប៉ុន្តែព្រះអង្គនៅតែរក្សាបាននូវឧបេក្ខាដល់សុក្រិតរវាងសេចក្តីជឿចាប់និងសេចក្តីសុខព្រះអង្គបានទ្រទ្រង់ព្រះជន្មាយុគង់នៅដែលមានទឹកព្រះតីប្រកបដោយតុល្យភាពមរណភាពគឺជាទុក្ខសោកក្រៀមក្រំដ៏ធំបំផុតដែលយើងត្រូវបង្ខំចិត្តប្រឈមមុខនៅក្នុងដំណើរនៃការត្រាច់រង្គត់ក្នុងវដ្តសង្សារជួនកាលសេចក្តីស្លាប់មិនមែនធ្លាក់ត្រូវតែម្នាក់ឯងទេប៉ុន្តែធ្លាក់មកត្រូវមនុស្សច្រើនគ្នាដែលអាចជាសភាវៈពិបាកទ្រាំទ្របានណាស់នាងបដាចាបានបាត់បង់បុគ្គលទាំងឡាយជាទីស្រឡាញ់និងចិត្តដិតគឺឪពុកម្ដាយប្តីបងប្រុសនិងកូនទាំងពីរនាក់ហើយនាងក្លាយជាស្ត្រីឆ្កួតវង្វេងព្រះពុទ្ធទ្រង់បានលួងលោមនិងព្យាបាលនាងតាមផ្លូវព្រះធម៌នាងកិសាកោតមីបានបាត់បង់កូនតែមួយរបស់នាងហើយនាងបានត្រាច់ស្វែងរកឱសថសម្រាប់ព្យាបាលកូនប្រុសដែលស្លាប់បាត់ទៅហើយនាងបានបីសពកូនប្រុសនាងបានចូលទៅរកព្រះពុទ្ធហើយសុំឱសថអំពីព្រះអង្គមែនហើយតើនាងអាចរកបានក្របល្ងបន្តិចបានទេប្រកាសជាបានព្រះអង្គប៉ុន្តែនាងអើយក្របល្ងនោះត្រូវយកពីផ្ទះណាមួយដែលនៅក្នុងផ្ទះនោះគ្មាននរណាម្នាក់ស្លាប់ក្របល្ងនាងរកបានប៉ុន្តែមិនមែនអំពីកន្លែងណាមួយដែលមរណភាពបានមកដល់នោះទេនាងបានដឹងយ៉ាងច្បាស់នៅធម្មជាតិនៃជីវិតនៅពេលដែលម្ដាយម្នាក់ត្រូវបានគេចោទសួរថាតើហេតុអ្វីនាងមិនយំសោកចំពោះមរណភាពដ៏សែនតក់ស្លុតនៃកូនប្រុសតែមួយគត់របស់នាងស្ត្រីជាម្ដាយនោះបានឆ្លើយយ៉ាងខ្លីថាមិនបានអញ្ជើញទេកាលគេមកមិនបានប្រាប់ទេពេលគេទៅវិញពេលគេមកយ៉ាងណាពេលគេទៅវិញយ៉ាងនោះព្រោះហេតុអ្វីខ្ញុំត្រូវយំតើយំមានប្រយោជន៍អ្វីផ្លែឈើធ្លាក់ចាក់មែកគឺមានខ្ចីទុំឬចាស់ដូចគ្នាយើងស្លាប់ក្នុងវ័យកុមារក្នុងវ័យពេញកម្លាំងមាំមួនឬក្នុងវ័យជរាព្រះអាទិត្យរះឡើងក្នុងទិសខាងកើតគឺដើម្បីទៅលិចក្នុងទិសខាងលិចប៉ុណ្ណោះផ្កាទាំងឡាយរីកស្គុះស្គាយក្នុងពេលព្រឹកដើម្បីទៅរស់រយនៅពេលល្ងាចសេចក្តីស្លាប់មិនអាចជៀសផុតវាកើតមានដល់មនុស្សទាំងអស់ដោយគ្មានលើកលែងយើងត្រូវប្រឈមសេចក្តីស្លាប់នោះដោយចិត្តជាឧបេក្ខាដល់សុក្រិតបីដូចជាធរមានដែលគេបោះចោលអ្វីៗទៅលើទោះបីមានរសជាតិផ្អែមក្តីឬក្លិនឆ្អេះឆ្អាបក្តីក៏ព្រះធរណីមិនរវល់ដូចគ្នាទាំងអស់ចំពោះគំនុំគុំគួនចំពោះមិត្តភាពក្តី
ដោយគ្នានេះដែរគេជាមនុស្សល្អក្តីជាមនុស្សអាក្រក់ក្តីបុគ្គលត្រូវមានចិត្តថ្លឹងស្មើចិត្តជាឧបេក្ខាជានិច្ចព្រះពុទ្ធទ្រង់មានបន្ទូលថាកាលណាប៉ះពាល់ត្រូវដោយសភាវៈលោកីចិត្តរបស់ព្រះអរហន្តមិនដែលរំភើបញាប់ញ័រសោះឡើយក្នុងចំណោមលៀបនិងអលៀបយសនិងអយសបសមសាសេចក្តីសរសើរនិងនិន្ទាសេចក្តីរិះគន់សុខនិងទុក្ខចូលយើងខិតខំរក្សាចិត្តឲ្យមានតលយៈភាពគឺត្រូវមានចិត្តជាឧបេក្ខាសូមសពសត្វបានសេចក្តីសុខនិងមានសន្តិភាពធម្មទានប្រសើរលើសទានដទៃទៀតទាំងអស់រស់តែមួយថ្ងៃហើយបានយល់សេចក្តីពិតប្រសើរជាងរស់100ឆ្នាំតែមិនបានយល់សេចក្តីពិតនេះ